សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញលោកអ្នកពីរបៀបចូលទៅ scan កុំព្យូទ័ររបស់យើងអញ្ចឹងកម្មវិធី scan នៅក្នុង Windows 7 គឺគ្រប់ source ទាំងអស់គឺមានកន្លែង scan សម្រាប់ឲ្យកុំព្យូទ័ររបស់យើងអញ្ចឹងបងប្អូនអាចតាមដានជាមួយគ្នាយើងគ្រាន់តែចុច control panel ហើយយើងគ្រាន់តែយករកពាក្យថា Windows Defender នេះ Windows យើងគ្រាន់តែចុចលើវាមកនេះកន្លែង scan របស់យើងគ្រាន់តែចុចនៅលើនេះអញ្ចឹងវាកំពុងតែ scan ហើយអាហ្នឹងគឺជាកម្មវិធីមួយដែលយើង set up Windows មកគឺវាមានមួយស៊េរីវាស្រេចយ៉ាងគឺសម្រាប់សម្អាតកុំព្យូទ័រសម្រាប់ scan កុំព្យូទ័ររៀបចំកម្មវិធីឲ្យមានតាមដាំដោយអីណាអញ្ចឹងបងប្អូនអាចយកទៅអនុវត្តកុំព្យូទ័ររបស់ខ្លួនឯងទៅគឺនៅក្នុងកុំព្យូទ័ររបស់យើងហ្នឹងគឺមានកម្មវិធីសម្រាប់ scanកុំព្យូទ័ររបស់យើងឲ្យវាមានសភាពស្អាតសភាពតាមដាំដោយអីចឹងណាអញ្ចឹងអរគុណចំពោះការតាមដាននៅវីដេអូនេះ